ស្រូវដង្ហើមធំស្លឹកក្រាស់ដើមធំឬច្រើនស្លឹកច្រឹងឈរត្រង់ល្អដែលស្រែនេះប្រើប្រាស់ផលិតផលជីថ្នាំក្រុមហ៊ុន SPK 1ចាប់ពីវគ្គ1រហូតដល់វគ្គផ្ដាច់ជីនេះបាទឥឡូវស្រែហ្នឹងយើងផ្ដាច់ជីបានរយៈពេល3ថ្ងៃហើយប៉ុន្តែយើងចង់ដឹងថាស្រែនេះចាប់ពីវគ្គទី1រហូតដល់ផ្ដាច់ជីកសិករយើងក៏ប្រើប្រាស់ជីអ្វីខ្លះហើយប្រើចំនួនប្រមាណលើផ្ទៃដីប៉ុណ្ណាជួបលោកគ្រូឆាយទាំងអស់គ្នាបាទសួស្តីលោកគ្រូឆាយបាទសួស្តីបងបាទជួយបង្ហាញកសិករយើងបន្តិចមកបាទនេះគឺជាស្រែបង្ហាញរបស់ក្រុមហ៊ុន SPK 1ជាមួយនឹងកសិករពូហននៅខាងឃុំកំពង់ថ្មស្រុកបន្ទុកខេត្តកំពង់ធំហើយស្រែនេះផងដែរយើងប្រើជីស៊ីងដែលជាផលិតផលរបស់ ក្រុមហ៊ុន SPK 1យើងប្រើ3វគ្គហើយវគ្គទី1យើងប្រើជីស៊ីងលេខ28 16និងលេខ8បូក OM ហើយជាក់ស្ដែងយើងប្រើវាមក3កន្លះនៅក្នុងផ្ទៃដី 47A បាទប្រភេទដីនេះប្រភេទដីមិនដែរនៅតំបន់យើងនេះបាទបងដីនេះគឺជាដីខ្សាច់បងតំបន់នេះណាបាទប្រភេទដីខ្សាច់ណាបាទហើយយើងប្រើវគ្គ1ឡើងល្អហ៎កាលណាយើងប្រើវគ្គ1គឺឃើញថាវាឡើងល្អបាទGNPK 28 16 8បូក OM 8%គោលដៅវាចម្បងគឺជួយឲ្យស្រូវយើងយ៉ាងម៉េចដែរបាទវាជួយឲ្យទី1វាជួយស្រូវយើងស្លឹកឈរវាអត់លេងស្លឹកណាបាទហើយការបែកកូនច្រើននេះវាឬវាចេញច្រើនដែរបាទហើយមួយទៀតវាជួយឲ្យស្រូវហ្នឹងវាល្អបានយូរវាពណ៌បៃតងបានកាន់ពណ៌បានយូរបាទអញ្ចឹងពីវគ្គទី1រហូតដល់វគ្គទី2យើងប្រើជីមិនដែរវគ្គទី2វគ្គទី2យើងប្រើជីនឹងដូចគ្នាលេខដូចគ្នាលេខ28 16 8បាទយើងប្រើចំនួនគីឡូក៏ដូចគ្នាដែរក៏បេកន្លះដូចគ្នាបាទហើយពីវគ្គទី1មកដល់វគ្គទី2យើងបាចប្រហែលថ្ងៃដែលយើងចាប់ផ្ដើមបាចជីវគ្គទី1បានប្រហែលថ្ងៃយើងបាចជីវគ្គទី2យើងបាចចន្លោះក្នុងអាយុរយៈពេល12ថ្ងៃ12ថ្ងៃពីវគ្គទី1មកដល់វគ្គទី2ហ្នឹងគឺរយៈពេល12ឬក៏13ថ្ងៃយើងប្រើពេលដែលយើងបាចវគ្គទី2ស្រូវយើងក្រហមនៅលោកគ្រូនិយាយទៅយើងបាចហ្នឹងគឺស្រូវអត់ទាន់ធ្លាក់ពណ៌ទេគឺនៅតែពណ៌បៃតងពណ៌យ៉ាងស៊ីជពូតិចណាបាទបើយើងប្រៀបធៀបនឹងស្រែផ្សេងគឺខ្ទង់10ថ្ងៃគឺគេធ្លាក់ពណ៌បាទយើងបាន12ថ្ងៃ12 13ថ្ងៃគឺពណ៌នៅតែស្រស់យើងនៅស្រស់យើងបាចទៅគឺស្រូវយើងអត់ក្រហមទេមែនទេបាទអញ្ចឹងវាល្អវាលូតលាស់បន្តទៀតហ្នឹងណាបាទហើយចុះពេលយើងបាជីផ្ដាច់បាទជីផ្ដាច់បាទយើងប្រើជីនេះវិញយើងបដូរជីណាបាទយើងប្រើជីដែលមានលេខ22 7 18បូក OM 10%បាទហើយរយៈពេលដែលយើងផ្ដាច់ប្រហែលជា3ថ្ងៃយើងបាចផ្ដាច់3ថ្ងៃបាទយើងពីបាជីវគ្គទី2មកដល់វគ្គទី3ចន្លោះប្រហែលថ្ងៃបានយើងបាចចន្លោះប្រហែលគ្នាបងក្នុង12 13ថ្ងៃដែរអូខេបាទយើងបាចហ្នឹងទៅលើពូជស្រូវ OM 5451បាទអញ្ចឹងតើជី NPK 22 718ជាប្រភេទជីយ៉ាងដូចម្ដេចហេតុអីបានយើងយកមកប្រើក្នុងដំណាក់កាលដែលស្រូវយើងផ្ដាច់ជីណាបាទដោយសារតែជីនេះវាមានបូក OM នេះវាមានធម្មជាតិនៅក្នុងនឹងដែរណាបាទវាជួយឲ្យស្រូវយើងហ្នឹងដូចខ្ញុំជម្រាបពីខាងដើមអញ្ចឹងវាជួយឲ្យស្រូវហ្នឹងកាន់ពូបានយូរស្លឹកវាបើយើងប្រើវាផ្ដាច់ស្លឹកក្រាស់ហើយវាឈរត្រង់វាអត់មានបាក់ស្លឹកវាមានប្រក់ស្លឹកណាបាទហើយ OM 10%ហ្នឹងគឺថាប្រយោជន៍មួយទៀតគឺជួយគេជួយដកដីបាទជួយដកដីហ្នឹងកុំឲ្យសឹកលិចរើលឿនបាទជួយបង្កើនជីវជាតិបាទឡើងវិញបាទដោយសារហ្នឹងវាជាសារធាតុសរីរាង្គសារធាតុធម្មជាតិមួយដែលវាជួយឲ្យដីយើងធូរដីយើងគេថាជួយកែប្រែដីយើងឲ្យមានជីវជាតិល្អឡើងវិញបាទហើយNPK 22 718វាមានប៉ូរ៉ូជូមខ្ពស់មែនទេ18%ហើយនឹងអាស៊ូតខ្ពស់ដែលអាស៊ូតនេះជួយអីគេណាអាស៊ូតនេះវាជួយនេះសលៃវាជួយឲ្យសលៃហ្នឹងរីធំបាទហើយចេញស្មែងច្រើនបាទអូខេហើយ18នេះគឺជួយអីគេវាជួយការបង្កើតគ្រាប់បានច្រើនបាទហើយមួយទៀតគឺជួយស្លឹកវាក្រាស់ជួយស្លឹកក្រាស់បាទហើយឈរត្រង់ហើយមួយទៀតគឺពេលដែលផ្លែមកផ្លែវាដាក់ក្របពេញល្អហ្នឹងក្របវាស្អាតមែនទេបាទហើយវាទៅយើងប្រើវាធន់នឹងជំងឺដែរស្ទីបាទធន់ដែរអូខេអញ្ចឹងយើងផ្ដាច់យើងប្រើ NPK 22 718យើងផ្ដាច់ទៅលើពូជស្រូវOM 5451ប៉ុន្តែបើសិនជាស្រូវយើងពូជ85
ជីដែលយើងផ្ដាច់ល្អយើងគួរប្រើ15-30មែនទេ បាទ អញ្ចឹងនេះគឺស្រូវដែលយើងផ្ដាច់ជីបានរយៈពេល3ថ្ងៃហើយយើងឃើញឫសស្រូវរបស់យើងល្អនេះបាទឫសស្រូវល្អមែនទែន Organic Matter អូដែលយើងដាក់ OM 10% ហ្នឹងនេះវាគឺវាជួយជំរុញដល់ការចេញឫសល្អឫសវាធំហើយស្លឹកវាក្រាស់ឈរត្រង់ល្អហើយនិយាយពីការកកើតគួរវាក៏ធំឆ្លោះល្អដែរអញ្ចឹងស្រូវយើងហើយយើងបានជីតនពេលទៀតស្រូវយើងអាចសង្ឃឹមថានឹងបានផលខ្ពស់ បាទសង្ឃឹមថា បាទតើតើនឹងការប្រើប្រាស់ថ្នាំវិញគឺយើងគិតថាវាច្រើនដំណាក់កាលដែរយើងមានវគ្គអីខ្លះលោកគ្រូ យើងមានបើនិយាយទៅស្រែនេះយើងប្រើដំបូងគឺយើងប្រើរូបមន្តឃុំក្របស្មៅ បាទនេះអាយុវាចាប់ពី1ថ្ងៃឬក៏3ថ្ងៃតែយើងបាញ់ហ្នឹងកាលស្រូវអាយុ3ថ្ងៃព្រោះបាន3ថ្ងៃ បាទហើយនេះយើងប្រើរូបមន្តមានអាប៊ុំសៀងសមុទ្រនិងសាមរ៉ៃរូបមន្តទី1ណាបាទអញ្ចឹងបន្ទាប់ពីយើងបានសម្អាតស្មៅហើយគឺយើងចាប់ផ្ដើមបាញ់បំពន់វាក្នុងដំណាក់កាលស្រូវ3កុំណាបាទនេះគឺរូបមន្តដែលយើងប្រើមានរូប៊ី16មានម៉ូរ៉ៃអាមីនិងថ្នាំជំងឺយើងបាត់ជំងឺចូលដែរបាទ ស៊ីងដុកទ័របាទយើងប្រើវគ្គទី1 អញ្ចឹងដល់ពេលយើងមុននឹងបាយជីលើកទី2គឺយើងប្រើវគ្គបលូតដើមវិញវគ្គបលូតដើមនេះគឺយើងប្រើរូប៊ី17មានម៉ូរ៉ៃមានស៊ូភ័យមិចនិងស៊ីងផ្លាស់នេះវាព្យាបាលជំងឺដូចជាការពារជំងឺផ្សិតហើយស៊ូភ័យមិចវាជំនាញការពារតកៅនិងតកៅស៊ីដួងដើមតកៅកាត់ស្លឹកបាទសម្រាប់ម៉ូរ៉ៃវាជួយដល់ឫសហើយនឹងដងដើមធំស្លឹកវាក្រាស់ដែរបាទហើយបន្ទាប់មកទៀតដំណាក់កាលមួយទៀតគឺដង្ហើមតូចអញ្ចឹងស្រូវនេះគឺយើងដល់ដង្ហើមតូចហើយគឺមុននឹងផ្ដាច់ជីហ្នឹងគឺយើងប្រើរូប៊ី17ដោយសារតែមុនហ្នឹងមានតកៅមូស្លឹកអញ្ចឹងទៅយើងដកអាតកៅសុភ័យមួយចេញយើងដាក់កាយតូ AB វិញអញ្ចឹងយើងអត់ប្រើស្ពើមិនទេគឺយើងប្រើដោយសារមានតកៅមូស្លឹកអញ្ចឹងជាក់ស្ដែងបើសិនជាមានស៊ីដួងដើមយើងប្រើសុភ័យមិចបើអត់មានទេវាមានមូស្លឹកយើងប្រើនេះយើងប្រើរូបមន្តនេះតាមតកៅកាយតូ B បាទហើយមានក្នុងនេះយើងបង្គុំជាមួយអាសាស៊ីនបាក់តេរីផ្សិតនិងម៉ូរ៉ៃដែលរូប៊ី17និងម៉ូរ៉ៃជួយអីគេជួយឲ្យឫសយើងចេញច្រើនដើមធំហើយស្លឹកក្រាស់អូខេបាទបាក់តេរីផ្សិតមិនបានវគ្គហ្នឹងយើងប្រើបាក់តេរីដោយសារតែដំណាក់កាលផ្ដាច់ជីអញ្ចឹងស្រូវពូជ OM 5451វាមានជំងឺបាក់តេរីអញ្ចឹងយើងប្រើបាក់តេរីចូលហើយយើងត្រូវតែប្រើអរម៉ូនជួយដែរដោយសារនេះវាក្តៅណាអញ្ចឹងយើងប្រើម៉ូរ៉ៃនេះដែលជាអរម៉ូនដើម្បីកុំឲ្យស្រូវយើងក្រហមបាញ់ទៅតែយើងបាញ់ទៅជាក់ស្ដែងស្រូវយើងនៅខៀវអត់ក្រហមទេអញ្ចឹងណាយើងបាន3ថ្ងៃសំទោស2ថ្ងៃយើងប្រើជីផ្ដាច់នេះបាទហើយយើងត្រៀមនឹងប្រើវគ្គនេះយើងត្រៀមប្រើរូបមន្តអីទៀតយើងត្រៀមវគ្គបន្ទាប់ទៀតគឺវគ្គដង្ហើមធំស្រូវយើងផើមធំណានេះគឺយើងមានរូបមន្តយើងប្រើត្រៀមវាណាប៉ុន្តែយើងអត់ទាន់ប្រើទេដោយសារតែវាអត់ទាន់ដល់ពេលហើយវគ្គបន្ទាប់ទៀតពេលស្រូវអោនដាក់ទឹកដោះគឺយើងប្រើរូបមន្តនេះដាក់ម្សៅនេះណាមាន17រូប៊ី18 A200 និងស៊ីងស៊ូភ័រហ្នឹងហើយអញ្ចឹងវីដេអូនេះរៀងវែងបន្តិចប៉ុន្តែខ្ញុំគិតថាជាអត្ថប្រយោជន៍ចំពោះបងប្អូនជាកសិករដែលគាត់ចង់ធ្វើស្រែបានទិន្នផលខ្ពស់ហើយគាត់ចង់សិក្សាទាំងជីទាំងថ្នាំគាត់អាចទស្សនាបានហើយនឹងយកអនុវត្តផ្ទាល់ខ្លួនបាននេះគឺជាបទពិសោធន៍ជាក់ស្ដែងដែលយើងធ្វើជាមួយកសិករហើយយើងធ្វើឲ្យទទួលបានលទ្ធផលល្អហើយធ្វើជាវីដេអូចែករំលែកដល់អ៊ំពូមីងបងប្អូនជាកសិករទាំងអស់គ្នាដែលយើងមានបច្ចេកទេសមិនទាន់បានពេញលេញល្អយើងចង់សិក្សាបច្ចេកទេសថ្មីបន្ថែមដែលយើងគិតថាល្អអាចសិក្សាជាមួយគ្នាបានជាមួយក្រុមហ៊ុន SPK មួយហើយអរគុណលោកគ្រូឆាយសម្រាប់ការចែករំលែកបាទសូមអរគុណបង